ផលលំបាកនៃជំងឺទឹកនោមផ្អែមបងប្អូនណាខ្លះដែលកំពុងតែកើតនៅជំងឺទឹកនោមផ្អែមបាទកម្រិត1ឬក៏កម្រិត2ដែរហើយយុវជនក៏ដូចជាបងប្អូនជាច្រើនដែលមិនទាន់ប្រឈមហើយអាចនឹងវិវត្តបណ្ដាទៅជាលើសជាតិស្ករទឹកនោមផ្អែមក៏ដូចជាប្រឈមជាមួយនឹងសម្ពាធឈាមបេះដូងឥឡូវនេះខ្ញុំនឹងចែករំលែកអំពីផលប៉ះពាល់មួយចំនួនដែលបង្កឡើងដោយនៃជំងឺទឹកនោមផ្អែមបងប្អូនណាខ្លះដែលធ្លាប់ស្ពឹកសពុនគឺធាត់ឬក៏មានពេលខ្លះខ្សោយនៅប្រព័ន្ធរំលាយអាហារបងប្អូនណាខ្លះដែលបែកញើសស្អិតស្បែកហើយបងប្អូនណាខ្លះដែលទទួលនៅអារម្មណ៍ថាដូចជានោមញឹកញាប់ស្ងួតបំពង់កហើយក៏ស្រេកទឹកញឹកញាប់ញ៉ាំទឹកហើយបន្តិចទៀតក៏ស្រេកទឹកទៀតចំណែកឯសុខភាពភ្នែកវិញក៏ដូចជាស្រវាំងបាទឧស្សាហ៍ស្រវាំងដូចថាកៅភ្នែកយើងដូចជាមើលទៅមិនសូវជាថ្លាល្អមើលទៅចាប់ផ្ដើមរៀងដូចជាមិនសូវច្បាស់បងប្អូនណាខ្លះដែលចាប់វិវត្តភ្លេចភ្លាំងច្រើនហើយជួនកាលទៀតគឺស្ពឹកសពុនបាទស្ពឹកទៅលើដៃជើងចឹងកត្តាទាំងអស់នោះគឺជាចំណែកមួយដែលបងប្អូនចាប់ផ្ដើមវិវត្តចូលជំងឺលើសជាតិស្ករទឹកនោមផ្អែមហើយ